ស្វាគមន៍មកកាន់ប្រព័ន្ធចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលសូមស្វែងរកដំណើរភ្ជាប់ឬ QR code ដែលមាននៅក្នុងសេចក្តីជូនដំណឹងស្តីពីការប្រឡងនីមួយៗបំពេញអាសយដ្ឋានអេឡិចត្រូនិកឈ្មោះជាអក្សរខ្មែរឈ្មោះជាអក្សរឡាតាំងជ្រើសរើសភេទបំពេញលេខទូរស័ព្ទដែលមានប្រើប្រាស់ប្រព័ន្ធ Telegram ថ្ងៃខែឆ្នាំកំណើតសម្រាប់ពេលសម្ងាត់លោកអ្នកអាចបង្កើតដោយខ្លួនឯងរួចចុចប៊ូតុងបង្កើតករណីថ្មីយកពាក្យយល់ព្រមសូមចុចប៊ូតុងភ្ជាប់ដំណឹងតាមប្រព័ន្ធ Telegram ដើម្បីបេក្ខជនអាចទទួលបានដំណឹងផ្សេងៗទាក់ទងនឹងការដាក់ពាក្យប្រឡងប្រជែងសូមចូលក្នុងប្រព័ន្ធម្ដងទៀតដើម្បីបន្តការបំពេញពាក្យស្នើសុំប្រឡងជំហានទី1លោកអ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវក្រោយបំពេញរួចលោកអ្នកត្រូវចុចប៊ូតុងរក្សាទុកនិងទៅមុខជំហានទី2លោកអ្នកត្រូវបំពេញអាសយដ្ឋានរស់នៅបច្ចុប្បន្ននិងព័ត៌មានដែលអាចតាក់ទងបន្ទាន់ក្រោយបំពេញរួចលោកអ្នកសូមចុចប៊ូតុងរក្សាទុកនិងទៅមុខចូលដល់ជំហានទី3លោកអ្នកត្រូវបញ្ជាក់ថាលោកអ្នកនៅលីវឬក៏រៀបការហើយក្រោយបំពេញរួចលោកអ្នកត្រូវចុចប៊ូតុងរក្សាទុកនិងទៅមុខជំហានទី4លោកអ្នកត្រូវបំពេញព័ត៌មានឪពុកម្ដាយនិងបងប្អូនបង្កើតឲ្យបានត្រឹមត្រូវក្រោយបំពេញរួចលោកអ្នកត្រូវចុចប៊ូតុងរក្សាទុកនិងទៅមុខជំហានទី5ប្រវត្តិការងារលោកអ្នកអាចជ្រើសរើសប៊ូតុងលុបប្រសិនបើមិនមានព័ត៌មានដើម្បីឲ្យលោកអ្នកទៅជំហានបន្តបានបន្ទាប់មកចុចប៊ូតុងរក្សាទុកនិងទៅមុខជំហានទី6ឯកសារលោកអ្នកត្រូវបញ្ចូលឯកសារដែលពាក់ព័ន្ធទៅនឹងតម្រូវការនីមួយៗឲ្យបានត្រឹមត្រូវក្រោយបញ្ចូលរួចលោកអ្នកចុចប៊ូតុងរក្សាទុកក្រោយចុចរួចលោកអ្នកនឹងបានឃើញផ្ទាំងព័ត៌មានដែលបានបំពេញរួចសូមចុចប៊ូតុង Tick ដើម្បីប្រកាសថាព័ត៌មានដែលលោកអ្នកបានបំពេញពិតជាត្រឹមត្រូវប្រាកដមែនបន្ទាប់មកចុចប៊ូតុងដាក់ស្នើពាក្យស្នើសុំរបស់លោកអ្នកត្រូវបានដាក់ស្នើរួចរាល់ពាក្យសម្ងាត់និងសារអេឡិចត្រូនិកដែលបានបំពេញបេក្ខជនត្រូវរក្សាទុកឲ្យបានល្អសម្រាប់ចូលក្នុងប្រព័ន្ធដើម្បីពិនិត្យដំណើរការនៃការដាក់ពាក្យរបស់ខ្លួនក្នុងករណីបេក្ខជនភ្លេចលេខសម្ងាត់បេក្ខជនអាចប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណដែលបានបំពេញដើម្បីបង្កើតពាក្យសម្ងាត់ថ្មីសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនិងប្រព័ន្ធ Telegramឬក៏អាចទំនាក់ទំនងនៅមន្ទីរមុខងារសាធារណៈរាជធានីខេត្តរៀងរាល់ម៉ោងធ្វើការ